គ្រឿងផ្សំទាំង3មុខនេះពិតជាងាយស្រួលរកខ្លាំងមែនទែននៅជុំវិញផ្ទះរបស់ពួកយើងថ្ងៃនេះផងដែរខ្ញុំនឹងយកគ្រឿងផ្សំទាំង3មុខនេះយកមកផលិតជាឱសថធម្មជាតិដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រើប្រាស់នារដូវវស្សានេះតោះចង់ដឹងថាគ្រឿងផ្សំទាំង3មុខនេះមានអ្វីខ្លះហើយរបៀបផលិតយ៉ាងដូចម្តេចដែរមកតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាសម្រាប់បងប្អូនដែលមកក្រោយសូមជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទដើម្បីផលិតបានទៅជាទឹកឱសថធម្មជាតិនេះយើងត្រូវការគ្រឿងផ្សំចំនួន3មុខមានដូចជាទី1គឺខ្ទឹមសទី2គឺខ្ញីទី3និងស្លឹកល្ហុងបរិមាណដែលយើងត្រូវយកគឺស្លឹកល្ហុងចំនួនកន្លះគីឡូខ្ញីចំនួន2ខាំហើយនិងខ្ទឹមសចំនួន2ខាំគ្រឿងផ្សំដែលយើងមិនអាចខ្វះបានមួយទៀតនោះគឺស្កររងូឬក៏ស្ករត្នោតចំនួន1លីត្របើបងប្អូនប្រើស្ករត្នោតបងប្អូនប្រើចំនួន1គីឡូក្រាមអីទៅព្រោះថាស្កររងូគឺជាអាហារដ៏ល្អបំផុតរបស់បាក់តេរីដែលបាក់តេរីទាំងអស់នោះវាជួយទៅកាច់ឱសថរបស់យើងនឹងឲ្យវាមានប្រសិទ្ធភាពខ្ពស់ក្រៅពីនេះបងប្អូនត្រូវត្រៀមធុងជ័រឬក៏ក្រឡជ័រស្អាតមួយសម្រាប់ត្រៀមទុកដាក់ឱសថយើងពេលដែលយើងផលិតបានហើយបាទជំហានទី1គឺយើងត្រូវយកស្លឹកល្ហុងខ្ញីហើយនិងខ្ទឹមសមកលាងជម្រះទឹកឲ្យស្អាតហើយទុកឲ្យវាសោះទឹកសិនសឹមហាន់វាឲ្យមានសភាពល្អិតដើម្បីងាយស្រួលក្នុងការយកទៅរលុកឲ្យវាមានសភាពម៉ត់ល្អនៅក្នុងវីដេអូនេះផងដែរខ្ញុំបានប្រើម៉ាស៊ីនក្រឡុកសម្រាប់ក្រឡុកល្បាយរបស់យើងនឹងឲ្យវាមានសភាពម៉ត់ល្អបងប្អូនក៏អាចមានជំរើសមួយទៀតផងដែរគឺដោយគ្រាន់តែហាន់វាឲ្យមានសភាពម៉ត់ល្មមមិនបាច់ម៉ត់ពេកក៏បានហើយយើងដាក់ត្រាំនៅក្នុងកែវជ័រដែលយើងបានត្រៀមនោះក៏វាមានប្រសិទ្ធភាពដូចគ្នាផងដែរក៏ប៉ុន្តែខ្ញុំហាន់ឲ្យម៉ត់នេះគឺខ្ញុំចង់យកល្បាយដែលម៉ត់នោះយកទៅលាយជាមួយចំណីក៏បានឬក៏ឲ្យវាផឹកទឹកក៏បានបន្ទាប់ពីយើងបានហាន់ឬក៏ក្រឡុកគ្រឿងផ្សំយើងឲ្យម៉ត់បានល្អហើយយើងយកស្កររងូឬក៏ស្ករត្នោតនោះយកទៅចាក់ចូលទៅក្នុងគ្រឿងផ្សំដែលយើងបានកិននោះរួចហើយកូរវាឲ្យសព្វឲ្យក្លាយទៅជាល្បាយតែមួយដោយការកូរនេះផងដែរបងប្អូនត្រូវយកវែកជ័រឬក៏ឈើយកទៅកូរល្បាយដែលយើងបានលាយនោះហាមយកស្លាបព្រាដែកឬក៏វែកដែកយកទៅកូរគួរបញ្ជាក់ផងដែរថាបងប្អូនអាចមានជំរើសពីរទី1បងប្អូនអាចប្រើទឹកស្អាតក៏បានឬក៏បងប្អូនមិនចាំបាច់ប្រើទឹកស្អាតក៏បានខុសគ្នាត្រង់ថាបើបងប្អូនប្រើទឹកស្អាតនៅពេលដែលវាកើតជាឱសថយើងអាចមានទឹកច្រើនសម្រាប់លាយជាមួយនឹងចំណីឬក៏ទឹកឲ្យម៉ត់ផឹកប៉ុន្តែបើបងប្អូនមិនប្រើទឹកស្អាតទេឱសថយើងនៅកើតមកគឺវាចេញជាសារធាតុថ្នាំសុទ្ធនិយាយទៅគឺវាមិនសូវសម្បូរហើយនេះគឺជាស្កររងូដែលខ្ញុំផលិតបានដោយខ្លួនឯងដែលប្រើស្ករត្នោតបើបងប្អូនចង់ដឹងពីរបៀបផលិតសូមបងប្អូនខមមិននៅក្នុងវីដេអូខាងក្រោមខ្ញុំនឹងផលិតវីដេអូនោះជូនបងប្អូននៅពេលបន្តទៀតគុណប្រយោជន៍នៃឱសថដែលយើងកំពុងតែផលិតនេះគឺវាជួយឲ្យប្រព័ន្ធភាពស៊ាំរបស់មាន់ទារបស់យើងនឹងមានសភាពរឹងមាំមាន់បងប្អូនមិនងាយឆ្លងជំងឺផ្ដាសាយធំហើយនឹងជំងឺរាគរូសភ្នែកផ្ដានោះទេខ្ញុំសូមបញ្ជាក់ឲ្យបងប្អូនកាន់តែច្បាស់ថាឱសថដែលយើងកំពុងតែផលិតនេះមិនមែនជាឱសថសម្រាប់ព្យាបាលនោះទេប៉ុន្តែវាគឺជាឱសថសម្រាប់ការពារមាន់ទារបស់បងប្អូនបន្ទាប់មកបងប្អូនអាចយកទឹកស្អាតចំនួន1លីត្រចាក់ចូលទៅក្នុងល្បាយយើងហើយបងប្អូនកូរវាឲ្យសព្វរួចយកគម្របទៅគ្របធុងឬក៏គ្របកែវជ័រដែលយើងបានត្រៀមនោះហើយគ្របទុករយៈពេលចំនួន7ថ្ងៃសម្រាប់ការទុកដាក់ឱសថរបស់យើងនៅពេលដែលបងប្អូនផលិតហើយគឺបងប្អូនត្រូវយកវាយកទៅដាក់នៅក្នុងម្លប់រយៈពេល7ថ្ងៃហាមឲ្យវាត្រូវកម្ដៅថ្ងៃឲ្យសោះចំណែកឯការប្រើប្រាស់វិញទី1បងប្អូនអាចយកកាកថ្នាំដែលយើងផលិតបានហ្នឹងយកទៅលាយជាមួយនឹងចំណីឲ្យមាន់ស៊ីក៏បានឬក៏ទី2បងប្អូនអាចដួសយកតែទឹកឱសថយើងហ្នឹងចំនួន2ទៅ3ស្លាបព្រាហើយលាយជាមួយទឹកស្អាតចំនួន1លីត្រដាក់ចូលទៅក្នុងស្នូលទឹកឲ្យមាន់ផឹកជារៀងរាល់ព្រឹកចំពោះការលាយចំណីវិញបងប្អូនអាចយកទឹកឱសថយើងកម្រិតដដែលនេះយកទៅស្រោចជាមួយនឹងគ្រឿងផ្សំដែលបងប្អូនផ្សំជាចំណីឲ្យមាន់ស៊ីក៏បានដែរការប្រើប្រាស់ឱសថនេះផងដែរបងប្អូនគួរប្រើមួយសប្តាហ៍ចំនួន2ដងបានហើយពោលគឺយើងប្រើនៅពេលព្រឹកតែប៉ុណ្ណោះដោយដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះខ្ញុំប្រើទឹកឱសថដែលយើងបានផលិតបានហើយនឹងចំនួន8ស្លាបព្រាលាយជាមួយនឹងទឹកស្អាតចំនួន4លីត្រតើបងប្អូនមានរូបមន្តណាដែលល្អជាងនេះដែរឬទេបើមានសូមប្រាប់ឲ្យខ្ញុំបានដឹងផងបាទដោយរាល់ដងបើបងប្អូនពេញចិត្តវីដេអូនេះសូមជួយចុច like ចុច share ចុច subscribe ដល់ channel របស់ខ្ញុំម្នាក់មួយផងបាទអរគុណ